ការវឹកហាត់ក្បាច់គុណរបស់កតៅខ្មែរនេះគឺជារបៀបប្រើមេផ្លែ3រួមជាមួយនឹងមេខ្វែងមេផ្លែ3អ្វីៗក៏សុទ្ធតែ3ព្រោះយើងដាល់យើងទាត់យើងដាល់យើងវាយកែងគោបហើយយើងទាត់ហើយយើងដាល់ផងអាហ្នឹងគេហៅថាមេស្របព្រោះយើងទាត់ផងយើងដាល់ផងទាត់ឆ្វេងក៏បានស្ដាំក៏បានបន្តមកទៀតនេះគឺជារបៀបប្រើមេផាត់រួមជាមួយនឹងមេខ្វែងមេផាត់នេះគឺឧទាហរណ៍ថាប្រសិនបើគូប្រកួតរបស់យើងទាត់យើងពីចំហៀងឬធាក់យើងចំពីមុខយើងត្រូវយកដៃស្ដាំរបស់យើងផាត់ជើងគូប្រកួតហើយយើងដកខ្លួនថយបន្តិចពេលណាដែលដកខ្លួនថយបន្តិចនៅពេលយើងផាត់ហើយយើងទាត់គូប្រកួតយើងវិញបន្ទាប់មកទៀតយើងមានទ្វាររបស់យើងនេះគឺហៅជាថាក្រឡាទ្វារវាមានទ្វារ2ទ្វារ4ទ្វារ8និងទ្វារ12ទ្វារ4គឺសម្រាប់ប្រើប្រយុទ្ធនៅពេលដែលគូប្រកួតមានរហូតដល់គ្នា4នាក់នៅជុំវិញខ្លួនយើងក្បាច់បន្ទាប់មកទៀតនេះគឺជាលក្ខណៈសំខាន់ដែលបង្កប់នៅក្នុងសិល្បៈរបស់ខ្មែរគឺជារបាំរាំក្បាច់គឺយើងប្រើរបៀបទ្វារ2